ហើយមួយទៀតប្រអប់រក្សាកម្ដៅនិងតូកៅអីមានប៉ុន្មានមុខជាបោះជីឆាងអានចុះបញ្ជីមិនមែនជារបស់អ្នកកុំលើកលើប្រអប់នេះមានសរសេរឈ្មោះជីឆាងអានប្រអប់នេះប្រើនៅទីនេះរហូតគឺជារបស់ពួកយើងដាក់ចុះជាងហានលុយថ្លៃបន្លែម្សិលមិញឲ្យខ្ញុំស្អែកឲ្យរោងបាយរបស់អ្នកគេឲ្យរុះរើអស់ហើយស្អែកឲ្យខ្ញុំទៅរកអ្នកឯណាយកប៉ុណ្ណេះសិនទៅតែប៉ុណ្ណឹងប៉ុណ្ណេះសំបីតែថ្លៃបន្លែមួយកន្ត្រកក៏មិនគ្រាន់ផងស្អែកបន្លែ1 គីឡូនេះខ្ញុំនឹងទុករបស់ស្រស់ឲ្យអ្នកលុយទូទាត់រាល់ថ្ងៃតាមដែលអ្នកនិយាយចុះបញ្ជីរបស់ខ្ញុំទូទាត់រាល់ថ្ងៃលោកគ្រូអ្នកឃើញទេវេនយប់អគារលេខ3គឺ220ប្រអប់មួយនោះដាំឡើយគួរតែជារបស់ពួកយើងលុយអង្គរលុយកាសលុយបន្លែ5 រៀលសំបីតែថ្លៃដើមក៏ទប់មិនចុះផងដណ្ដើមមនុស្សមកវិញសិនជីឆាងអានលក់7 រៀលពួកយើងលក់5 រៀលកម្មករក៏មិនតិចដែរអ្នកនៅតែចង់ធ្វើតាមរបៀបមុនទៀតមែនទេពីមុនមានបានបាយមានការជំពាក់ចុះឥឡូវមានអីដាំបាយឲ្យច្រើនបន្តិចឆាបន្លែដាក់ប្រេងតិចបន្តិចទៅបែបនឹងទើបត្រូវ5 រៀលមែនណាហែ5 រៀលពិតមែនបាយចង់ដួសប៉ុន្មានក៏បានម្ហូបក៏មានជាតិសាច់ដែរចុះសាច់នៅណាជាតិសាច់នៅក្នុងទឹកស៊ុបអស់ហើយស្រូបជាមួយបាយគឺឈ្ងុយណាស់លោកគ្រូមើលចុះឲ្យតែថោកគឺដឹងតែដើរហើយបាយនេះឆៅតើប្រអប់នេះខ្ញុំដូរឲ្យដូរអីទៀតគាត់ចាប់ដើមញ៉ាំទៅហើយនឹងបាយឆៅមិនឲ្យដូរមែនទេអ្នកណាអនុញ្ញាតឲ្យពួកអ្នកមកលក់ដូរនៅទីនេះពួកយើងនៅឆ្ងាយពីមាត់ទ្វារ50 ម៉ែត្រហើយតើនេះជាផ្លូវសម្រាប់ឡានដឹកសម្ភារៈពួកអ្នកមកចំរោមគ្នាបែបនេះតើឡានឆ្លងកាត់របៀបម៉េចម្សិលមិញទើបតែដេញចេញថ្ងៃនេះមកបិទផ្លូវឡានដឹកសម្ភារៈទៀតពួកយើងមិនបានចូលក្នុងការដ្ឋានទេគ្រាន់តែលក់បាយប្រអប់នៅខាងក្រៅតើលោកខាងក្រៅក៏មិនអាចបិទផ្លូវដែរហើយរត់តែមិនអាចឲ្យកម្មករមកឈរញ៉ាំពេញផ្លូវឡានបែបនេះដែរចុះហេតុអីជីឆាងអានអាចចូលទៅលក់ខាងក្នុងបានពួកយើងលក់ខាងក្រៅបែបជាមិនបានគេមានទីតាំងច្បាស់លាស់តែពួកអ្នកមិនមានទេថ្ងៃនេះសូមប្រមានដោយសម្ដីសិនបើមានលើកក្រោយទៀតសូម្បីតែការចុះឈ្មោះដឹកជញ្ជូនក៏កុំសង្ឃឹមថាបានធ្វើឲ្យសោះអ្នកសរសេរអីហ្នឹងលោកចេញទៅលោកធ្វើអីកម្មករស្គាល់តែឈ្មោះជីឆាងអានទេពួកយើងគ្រាន់តែខ្ចីឈ្មោះលក់ពីថ្ងៃសិនទៅចាំបានលុយមកវិញចាំដូរធ្វើបែបនេះគឺខូចកេរ្តិ៍ឈ្មោះអស់ហើយពេលនេះតែកេរ្តិ៍ឈ្មោះមានតម្លៃឬក៏លុយថ្លៃបាយមានតម្លៃជាងជាងជីបាតូបទី2ទៀតហើយមែនទេបាទមនុស្សច្រើនពេកធ្វើមិនទាន់ទើបឲ្យពួកយើងជួយលក់មួយតូបនៅខាងក្រៅនេះរសជាតិដូចជាមិនសូវដូចសោះឆ្នាំងធំនិងឆ្នាំងតូចវាមានខុសគ្នាបន្តិចបន្តួចហើយតែមកពីកន្លែងតែមួយដែរហ្នឹងបាយប្រអប់របស់ជាងជីតែងតែមានបិទស្លាកសញ្ញាចុះហេតុអីរបស់ពួកអ្នកមិនឃើញមានលក់បាយប្រអប់ធម្មតាសោះចាំបាច់បិទស្លាកធ្វើអីអ្នកណាអនុញ្ញាតឲ្យអ្នកយកឈ្មោះនេះមកប្រើឈ្មោះនឹងក៏មិនបានសរសេរលើអត្តសញ្ញាណប័ណ្ណរបស់អ្នកឯណាអ្នកក៏គិតបែបនេះដែរមែនទេមានមនុស្សញ៉ាំបាយនេះហើយមកសួរថាតើវាជាស្នាដៃរបស់ជីឆាងអានមែនទេមិនមែនទេអញ្ចឹងកុំយកឈ្មោះរបស់គាត់មកប្រើទៀតខ្ចីឈ្មោះគេលក់បាយគ្រាន់តែសរសេរឲ្យស្រួលចំណាំតើគ្មានបំណងអ្វីផ្សេងទេបើកម្មករញ៉ាំទៅមានបញ្ហាតើអ្នកណាជាអ្នកទទួលខុសត្រូវពេលចុះហត្ថលេខាទទួលជាឈ្មោះអ្នកណាហើយបើមានគេដឹងតើជាកំហុសអ្នកណារឿងនេះបើអ្នកចង់ដោះស្រាយខ្ញុំនឹងជួយកត់ត្រាទុកឲ្យគ្រាន់តែសរសេរឲ្យច្បាស់លាស់ទៅបានហើយអ្នកណាជាអ្នកលក់បាយអ្នកនោះជាអ្នកទទួលខុសត្រូវ
ស្អែកព្រឹកនៅការិយាល័យហិរញ្ញវត្ថុនៃគម្រោងត្រូវមកទូទាត់បញ្ជីលុយកាក់មុននឹងក្រោយពេលដែលពួកអ្នកបែកគ្នាឲ្យបានច្បាស់លាស់ទៅថ្ងៃមុខបញ្ជីរបស់អ្នកណាគឺជារបស់អ្នកនោះកុំយកមកពាក់ព័ន្ធនឹងអ្នកដទៃ Vicker បានទទួលមុនពេលបែកគ្នាមានហត្ថលេខារបស់ជីឆាងអានចំណែកការប្តឹងទាមទារលុយវិញនិងការលក់បាយប្រអប់ក្រោយពេលបែកគ្នាគឺជារបស់ខាងហានធាវសឹងទាំងអស់ពីមុនពួកយើងធ្វើជាមួយគ្នាតើហេតុអីបានជាពេលបែកគ្នាបែកជីមកទម្លាក់លើពួកយើងទាំងអស់ទៅវិញពេលដែលអ្នកហុចលុយឲ្យខ្ញុំអ្នកមិនបាននិយាយបែបនេះឡើយចាប់ពីសัญลักษณ์នេះទៅជីឆាងអានបានដកខ្លួនចេញហើយបាយបន្ទាប់ពីនេះអ្នកណាធ្វើអ្នកនោះត្រូវទទួលខុសត្រូវក្រុមស្ទូចបង្វិលសង់បានបាយវិញ360រៀលក្រុមដែកបេតុងផ្អាកកំងបាយបង្វិលលុយកក់វិញ800រៀលក្រុមជាងឈើប្តឹងសុំកាត់លុយ240រៀលថ្លៃថ្នាំសង្គ្រោះបឋមសម្រាប់កម្មករ2នាក់ត្រូវចេញមុន120រៀលសេចក្តីជូនដំណឹងមានសរសេរច្បាស់លាស់ហើយបើនៅតែប្រព្រឹត្តខុសទៀតនឹងត្រូវពិន័យហើយពួកអ្នកក៏បានចុះហត្ថលេខារួចហើយដែរលុយថ្លៃបន្លែដែលខ្ញុំបានចុះហត្ថលេខាម្សិលមិញបានទូទាត់រួចរាល់ហើយចំណែករបស់ដែលអ្នកបានចុះហត្ថលេខាក៏គួរតែទូទាត់ឲ្យរួចរាល់ដែរលុយថ្លៃបន្លែលុយថ្លៃប្រអប់បាយក៏ដល់ពេលត្រូវទូទាត់ដែរហើយម្សិលមិញអ្នកថានឹងឲ្យថ្ងៃនេះមិនអាចពន្យាពេលទៅស្អែកទៀតឡើយនៅមានធុងកាសពីរទៀតថ្លៃកក់សម្បកធំក៏អ្នកមិនទាន់បានឲ្យដែរលោកឡាធ្វើអីហ្នឹងជំពាក់ពួកអ្នកប៉ុន្មានទៅមិនមែនថាមិនសងឯណារោងបាយរបស់អ្នកក៏ត្រូវបានរុះរើបាត់ទៅហើយតើបានអីយកមកសងលោកគ្រូនេះគឺជើសានហៃជាអ្នករកស៊ីចង់ការប្រាក់ខ្ចី3000សិនទៅដើម្បីទប់តូបរបស់ពួកយើងសិនចុះការប្រាក់គិតយ៉ាងម៉េចព្រោះតែអ្នកស្គាល់គ្នាណែនាំមិនច្រើនទេគឺសង្វិញក្នុងរយៈពេល10ថ្ងៃដោយថែម300ខ្ពស់ម្លេះឆ្លងកាត់ដំណាក់កាលនេះសិនទៅឲ្យតែពួកយើងដណ្ដើមបានបាយមកវិញលុយនឹងចូលមកវិញភ្លាមហើយចុះហត្ថលេខាអត់បើមិនចុះទេខ្ញុំទៅវិញហើយវេនយប់អគារលេខ3គឺ220ប្រអប់បន្លែខ្ញុំបានជ្រើសរើសរបស់ខ្ចីល្អឲ្យអ្នកហើយទូទាត់រាល់ថ្ងៃបើខ្វះតែ1សេនស្អែកមិនបាច់ទុកបន្លែឲ្យខ្ញុំឡើយយប់នេះថែម30ប្រអប់ទៀតជាបណ្ដោះអាសន្នគឺមុនម៉ោង6:30ដដែលធ្វើបានចុះកិច្ចសន្យាទទួលយក250ប្រអប់លោកគ្រូ250ប្រអប់ឯណោះបើពួកយើងយកបានពួកយើងនឹងរើបខ្លួនឡើងវិញហើយផ្នែកខាងក្រោមស្ទូចបង្វិលអគារលេខ3ម៉ោង6:កន្លះកុំបិទខុសឲ្យសោះផ្កាប់ទុក10នាទីទៀតទៅគ្មានពេលទេជីឆាងអានទៅដល់ម៉ោង6:កន្លះពួកយើងទៅដល់ម៉ោង6:20លូដាឈឹងច្បាស់ជាយករបស់ពួកយើងហើយគាត់មិនបានកំងបាយពួកយើងទេតែកម្មករឃ្លានហើយអ្នកណាទៅដល់មុនគឺញ៉ាំរបស់ម្នាក់នោះហើយលើកដាក់ធុងទៅយឺតបន្តិចផ្លូវនេះកាលពីលើកមុនធ្លាប់ហុងឡានម្ដងហើយយឺតបន្តិចទៅបើចំណាយពេលយឺតគឺដណ្ដើមមិនបានទេតើអ្នកចង់ដាច់បាយមែនទេឈប់ឡានយ៉ាប់ណាស់យកអាប្រអប់ដែលនៅសល់ក្នុងធុងនេះទៅកំងសិនទៅ